នេះលោកស៊ីប្រាក់ខែខ្ញុំទេបាក់ហ្នឹងគេដូរ10 20ក្បាលក៏បានដែរណាគេអត់ខ្វះទេបើលោកបំរើបាក់ទៅស៊ីប្រាក់ខែរបស់បាក់ណាតែបើលោកបំរើរាជលោកស៊ីប្រាក់ខែខ្ញុំអស់មួយជីវិតអស់មួយជីវិតរហូតដល់អត្រាក៏នៅមានលុយដែរខ្ញុំបានប្រាប់បងប្អូនថាមន្ត្រីរាជការទាំងទាហានទាំងប៉ូលីសទាំងគ្រូបង្រៀនឲ្យតែធ្វើការរដ្ឋគឺត្រូវបំរើរាជមិនមែនបំរើបាក់ទេហើយបានមានប្រាក់ខែក៏សរសើរដែរបងប្អូនពីរាជបងប្អូនអស់លោកមន្ត្រីរាជការមួយចំនួនគាត់មានកំណត់ផ្សេងប៉ុន្តែមន្ត្រីរាជការមួយចំនួនគាត់មានកំណត់ផ្សឹងគុកបាទអញ្ចឹងគេឲ្យមើលពិភពលោកទៅមើលប្រទេសណាប្រទេសដែលមានមេដឹកនាំថ្មីមួយអាណត្តិពីរអាណត្តិគេដូរម្ដងបុគ្គលណាក៏ដោយឡើងមកហើយត្រូវតែបំរើរាជបំរើរាជណាបំរើរាជមិនមែនវាយក្បាលរាជទេណាមន្ត្រីរាជការនៅពេលដែលគាត់មិននិន្នាការបាក់គាត់ថាអ្នកណាឈ្នះក៏បានដែរគាត់អត់បញ្ហាគាត់ស៊ីប្រាក់ខែរាជពេលនោះខ្ញុំគិតថាมันខ្វះទេប្រជារាស្ត្រស្រឡាញ់គ្រប់និន្នាការក៏គាត់ស្រឡាញ់ដែរពួកគាត់មិនមែនផ្ដល់ផលប្រយោជន៍ទៅឲ្យបាក់គាត់ផ្ដល់ផលប្រយោជន៍ទៅឲ្យរាជអញ្ចឹងរាជចូលចិត្តគាត់ប្រជារាស្ត្រស្រឡាញ់គាត់